សួស្តីលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំនឹងលើកមកបកស្រាយនៅប្រធានបទមួយទាក់ទងទៅនឹង Hermes Product ដែល Hermes Product នឹងត្រូវបានបង្កើតឡើងនៅឆ្នាំ1837ដោយលោក Sir Hermes នៅទីក្រុងប៉ារីសក្រុមហ៊ុននេះបានចាប់ផ្ដើមជាសិក្ខាសាលាផលិតឧបករណ៍សម្រាប់សិស្សដើម្បីបម្រើដល់ពួកអភិជនអឺរ៉ុបរហូតដល់ឆ្នាំ1920ក្រុមហ៊ុនបានងាកមកផលិតសម្ភារៈធ្វើពីស្បែកកាបូបដែរនិងគ្រឿងតុបតែងអីផ្សេងៗដែលនៅពេលដែលរថយន្តបានមកជំនួសរទេះសាសហើយបច្ចុប្បន្ននេះដែរ Hermes នៅតែជាក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារដដែលគឺគ្រួសារ Hermes ជំនាន់ទី6ត្រូវបានគេស្គាល់ថាជាម៉ាកយីហោដែលលេចធ្លោខាងជំនាញសិល្បៈដែលកាបូបនីមួយៗត្រូវបានបង្កើតឡើងដោយដៃពីសំណាក់ជាងជំនាញតែម្នាក់ឯងគឺជាងម្នាក់ហ្នឹងគឺគាត់ចំណាយពេលធ្វើកាបូបហ្នឹងពីដើមដល់ចប់ហើយស្នាដៃល្បីល្បាញរបស់ក្រុមហ៊ុន Hermes នេះដែរមានកាបូប Halle និង Birkin ដែលយើងឃើញថាល្បីសព្វថ្ងៃហ្នឹងហើយលក្ខណៈសម្គាល់របស់ម៉ាកនេះដែររួមមានប្រអប់ពណ៌ទឹកក្រូចរីម៉ាត់សញ្ញារូបសេះនិងរទេះនិងហាងធំប្រចាំម៉ាកនៅតំបន់Faubourg Saint-Honoré មួយវិញទៀតក្រុមហ៊ុនកំណត់បរិមាណផលិតកម្មដោយចេតនាមានន័យថាក្រុមហ៊ុនបង្កើតកាបូបអ្វីមួយឬមួយក៏ប្រដាល់អ្វីមួយនៅក្នុង limit មួយដែលអឺដោយចេតនាមានន័យថាគេចង់ផលិតប៉ុណ្ណឹងហើយគេធ្វើបែបនេះដែរដើម្បីរក្សាភាពកម្រនិងតម្លៃនៃការវិនិយោគហើយបច្ចុប្បន្ននេះដែរក្រុមហ៊ុនមានវិស័យផលិតកម្មចំនួន14ដូចជាស្បែកសូត្រនាឡិកាទឹកអប់សម្លៀកបំពាក់និងផលិតផលច្រើនផ្សេងៗទៀតហើយខណៈពេលដែលពួកគេមិនរត់តាមទាន់និន្នាការម៉ូដឆាប់ផ្លាស់ប្ដូរប៉ុន្តែផ្ដល់អាទិភាពដល់គុណភាពនិងស្ថិតស្ថេរយូរអង្វែងជាងបរិមាណផលិតចំណុចខ្ញុំមានតែប៉ុណ្្នឹងទេរីឯចំណុចតទៀតនឹងផ្ដល់តួនាទីណាទៅឲ្យវតីដល់ជាបន្ទាប់យើងនឹងនិយាយគ្នាអំពី product service ឬក៏គេហៅថា benefit ចំណុចដំបូងគឺ products នៅក្នុង products របស់ company របស់Hermes ហ្នឹងគឺពួកគាត់បានផលិតផលិតផលជាច្រើនដូចជាកាបូបប្រណិតដូចជា Birkin ឬក៏ Canley សម្លៀកបំពាក់និងម៉ូដដែលគេផលិតឡើងសម្រាប់ងាយស្រួលក្នុងការពាក់ឬក៏គេអាចហៅថា ready to wear ហើយនឹងមានដូចជាស្បែកជើងក្រមាសូត្រក្រវ៉ាត់ខគ្រឿងអលង្ការនាឡិកាទឹកអប់គ្រឿងសម្អាងខ្សែក្រវ៉ាត់កាបូបដាក់លុយគ្រឿងតុបតែងហៅថាគ្រឿងតុបតែងគេហដ្ឋាននិងគ្រឿងបន្ថែមគេហៅថា accessory ដែលគ្រឿងតូចៗសម្រាប់លម្អខ្លួនប្រាណចុះដល់ទី2គឺbenefit របស់ក្រុមហ៊ុន Hermes គឺពួកគេបានផលិតproduct មួយរបស់ខ្លួនហ្នឹងគឺផលិតពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ក្នុងការផលិតរបស់ពួកគេគឺផលិតដោយដៃដែលមានសិល្បករដែលមានជំនាញហើយមួយល្អិតល្អន់យកចិត្តទុកដាក់នៅលើ detail ទាំងអស់ដើម្បីឲ្យផលិតផលមួយរបស់ពួកគេទៅនឹងស្របតាមតម្លៃហើយនឹងគុណភាពដែលពួកគេបានធ្វើបន្ថែមពីនោះគឺមានការរចនាបែបឆើតឆាយបុរាណមិនហួសសម័យចំណុចត្រង់នេះគឺមានន័យថាការរចនាproduct របស់ពួកគេហ្នឹងគឺមិនជាន់គ្នាទេគឺរចនាតាមបែបទាន់សម័យតាមរចនាតាមបែបទាន់សម័យនិងមិនលើសឆើតឆាយទៅណាដែលអាចទទួលយកបាននៅភាពថ្លៃថ្នូរការប្រើប្រាស់ផលិតផលចេញពីហាង Hermes ហ្នឹងគឺពួកគេសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ផលិតផលនឹងបានយូរហើយមានគុណភាពខ្ពស់ការរីឯតម្លៃវិញក៏សមស្របទៅតាមរបៀបនៃពួកគេធ្វើដោយពេលខ្លះគឺមានបង្កើតឡើងដោយ limit edition និងការរចនារបស់ពួកគេគឺយកចិត្តទុកដាក់មួយល្អិតល្អន់អញ្ចឹងតម្លៃរបស់ពួកគេអាចនឹងហក់ខ្ពស់ទៅតាមអ្វីដែលពួកគេផលិតហើយHermes ហ្នឹងគឺជានិមិត្តរូបនៃភាពប្រណិតកិត្យានុភាពនិងឋានៈសង្គមការ
ក្រុមហ៊ុន Hermes គឺបានផ្ដល់សេវាកម្មដល់អតិថិជនដល់ល្អឥតខ្ចោះនិងមានបទពិសោធន៍ទិញទំនិញផ្ទាល់ខ្លួនចំណុចរបស់ខ្ញុំអស់ហើយអញ្ចឹងចូលទៅដល់មិត្តភក្តិខ្ញុំបន្តទៀតចឹងយើងមកមើលអំពី target customer របស់ Hermes ចឹងអតិថិជនគោលដៅរបស់ Hermes ហ្នឹងគឺគេចង់ផ្ដោតទៅលើអ្នកមានទ្រព្យសម្បត្តិខ្ពស់មហាសេដ្ឋីនិងអ្នកមានទ្រព្យសម្បត្តិពីគ្រួសារចំណែកអាយុវិញគឺគេប៉ាន់ស្មានថាប្រហែលជា35ឆ្នាំទៅ64ឆ្នាំឯ professor មុខរបរអ្នកដឹកនាំក្រុមហ៊ុនសហគ្រិនវិនិយោគិននិងអ្នកមានមុខតំណែងខ្ពស់ចូលមកដល់ icon គឺចំណូលមានការចំណាយខ្ពស់និងមិនសូវប្រកាន់តម្លៃចូលមកដល់ lifestyle ចូលចិត្តបែប quality luxury ដែលមានភាពប្រណិតសាមញ្ញនិងមិនបង្ហាញនៅ logo ចូលមកដល់ value គុណតម្លៃឲ្យតម្លៃទៅលើស្នាដៃគុណភាពខ្ពស់វត្ថុធាតុដើមមានគុណភាពខ្ពស់ប្រវត្តិសាស្ត្រនិងការរចនាម៉ូដដែលមិនចាស់ទៅតាមសម័យកាលចូលមកដល់ exclusivity ភាពផ្ដាច់មុខគឺចូលចិត្តផលិតផលដែលកម្រនិងពិបាកទទួលបាន buying behaviors អាកប្បកិរិយានៃការទិញគឺមានឆន្ទៈបង្កើតទំនាក់ទំនងរយៈពេលវែងជាមួយម៉ាកនិងទិញផលិតផលពីប្រភេទផ្សេងៗគ្នាហើយចូលមកដល់ iconic product គឺជាផលិតផលដែលល្បីដូចជា brand Cabo Birkin ហើយនិង Harry មានភាពផ្ដាច់មុខខ្ពស់និងមានតម្រូវការខ្លាំងចូលមកដល់ចំណុចចុងក្រោយគឺតាក់ទងជាមួយនឹង key point ចំណុចសំខាន់របស់ Hermes គឺធ្វើការប្រកួតប្រជែងដោយផ្អែកទៅលើគុណភាពស្នាដៃជំនាញប្រវត្តិសាស្ត្រនិងភាពកម្រនិងកិត្យានុភាពជាជាងតម្លៃទៀតចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបន្តឲ្យមិត្តភក្តិខ្ញុំបន្តចូលមកដល់ចំណុចរបស់ខ្ញុំគឺ target competitor របស់ Hermes វិញម្ដងHermes គឺជា brand ដ៏ល្បីលំដាប់មួយដែលផលិតផលរបស់គេក៏មាននៅដៃគូប្រកួតប្រជែងយ៉ាងច្រើនទាំងកាបូបនិងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងនោះដែលការប្រកួតប្រជែងមានរួមមាន ultra luxury ដែលវាមាន handbag និង heritage ដែលផ្ដោតលើភាពថ្លៃថ្នូរគុណភាពស្បែកនិងភាពទាន់សម័យដែលរួមមាន Chanel, Goyard and Bottega Veneta ហើយមួយទៀតគឺ Global Luxury ដែលផ្ដោតលើសម្លៀកបំពាក់ស្បែកជើងនិង fashion ទៅតាមសម័យដែលទាន់សម័យទៅតាមរដូវកាលដែលរួមមាន Louis Vuitton, Christian Dior, Gucci and Prada សរុបមកទោះជាមានគូប្រកួតប្រជែងច្រើនប៉ុន្តែ Hermes នៅតែរក្សាតំណែងនៅដោយសារយុទ្ធសាស្ត្ររក្សាភាពកម្រការផលិតដោយដៃនិង Waitlist ដែលធ្វើឲ្យផលិតផលរបស់ខ្លួនដូចជា Birkin and Kelly មានតម្លៃកើនឡើងជាប្រចាំនិងមានតម្រូវការខ្ពស់ជានិច្ចចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចូលដល់មិត្តភក្តិខ្ញុំបន្តទៀតចូលមកដល់ចំណុចបន្ទាប់គឺ key success selling proposition គឺដែលហៅកាត់ថា KSP ជំនាញយ៉ាងពេញលេញនៃសិល្បៈនៃសិប្បកម្មបែបប្រពៃណីដែលកាបូបមួយត្រូវបានដេរដោយដៃដោយសិប្បករម្នាក់តាំងពីដើមដល់ចប់ Unique selling proposition ភាពខ្វះខាតផលិតផលនិងការបន្តមានលក់ដាច់យ៉ាងតឹងរឹងអ្នកទិញអាចដើរទិញក៏មិនអាចដើរទិញកាបូបដោយមិនអាចដើរទិញកាបូប Birkin ឬក៏ Kelly ដោយងាយនោះទេដោយព្រោះតម្រូវការត្រូវបានរក្សាឲ្យបានខ្ពស់ជាជាងការផ្ដល់ចូលមកដល់ភាពប្លែកឯកទេសពេញលេញជាផ្ទះប្រណិតដែលដំណើរការដោយគ្រួសារដោយមិនពឹងផ្អែកទៅលើនិន្នាការមហាជន logo ឬក៏ការផ្សព្វផ្សាយតាមរដូវកាលរួមជាមួយនឹងការគ្រប់គ្រងរួមបញ្ចូលលើវត្ថុធាតុដើមដូចជាកសិដ្ឋានស្បែកឯកទេសអ្នកប្រើប្រាស់
បុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ឬក៏ជាអ្នកប្រម៉ូទទិញទំនិញលំដាប់ខ្ពស់និងអ្នកទិញដែលមានទ្រព្យសម្បត្តិច្រើនដែលស្វែងរកវត្ថុវិនិយោគដែលគ្មានពេលវេលានិងឋានៈសង្គមខ្ពស់ជាជាងនិនាការបណ្ដោះអាសន្នដែលគូប្រកួតប្រជែងក្រុមហ៊ុនយៈឧស្សាហកម្មនិងក្រុមហ៊ុនដែលមានឋានៈខ្ពស់ដូចជា Channel ជាដើមចំណុចរបស់ខ្ញុំក៏ឈានដល់បញ្ចប់សូមអរគុណដល់អ្នកគ្នានឹងដែលចំណាយពេលមើលការ present របស់ពួកខ្ញុំសូមអរគុណ